សួស្តីអ្នកគ្នាមកចូលមេរៀនបន្ទាប់ដែលខ្ញុំបោះទៅមិញនេះគឺជាមេរៀនដែលយើងចាប់ line confirm ចូលផ្សារណាថាយើងចាប់ពីគេខ្លះដើម្បីចូលផ្សារអញ្ចឹងអាហ្នឹងគឺវាមានសារៈសំខាន់ណាហើយនេះខ្ញុំបញ្ជាក់បន្ថែមទេក្រែងរាល់វីដេអូមួយទៀតខ្ញុំចេញទៅអ្នកគ្នានៅតែអត់យល់ទៅដែរថាចាប់វាមិនណាឃើញតែខ្ញុំនិយាយក៏ឃើញតែខ្ញុំសរសេរឃើញតែខ្ញុំគូសតែអ្នកគ្នាអត់ចូលបានដែរអញ្ចឹងពីខ្ញុំនឹងចាប់បន្ថែមទៅលើចំណុចមួយទៀតឲ្យបញ្ជាក់មកថាអូខេវាចូលរបៀបមិនចាប់ផ្សាររបៀបមិនណាអញ្ចឹងនៅក្នុងតំបន់នេះការរៀនកន្លងមកអ្នកនរគ្នាប្រកាសជាដឹងថាការចូលផ្សាររបស់ពួកយើងជាទូទៅយើង confirm ទៅលើអីគេខ្លះខ្ញុំប្រាប់មុននឹងដូចគ្នាដែរមិញណាហើយតោះទៅលើផ្សារថាតើ PD array block ហើយយើងវិភាគផ្សារយ៉ាងដូចនេះហើយខ្ញុំលោកការវិភាគផ្សារខ្ញុំព្រឹកមិញចោលសិនហើយខ្ញុំបញ្ជាក់ទៀតណាការចាប់ array ច្បាស់ណាស់គឺមានសារៈសំខាន់ប៉ុន្តែត្រូវប្រកាសថាយើងអត់បានចាប់ array ហ្នឹងមករំខានក៏យកមករាំងខ្លួនឯងឬមកពាំងខ្លួនឯងអត់អាចរកកន្លែង entry ផ្សារបានទេដំបូងគេយើងត្រូវចាប់មក daily buyer អានេះខ្ញុំចាប់មែនតើគឺច្រើនមែនតើក្នុងមេរៀនបរៀនហើយខ្ញុំសនំពរឲ្យគ្នាយើងចូលមើលក្នុងមេរៀនទៅអ្នកថ្មីមកសួរខ្ញុំមួយអ្នកថ្មីមកសួរខ្ញុំមួយងាប់ណាមែនខ្ញុំអត់ចង់ឆ្លើយប៉ុន្តែពេលខ្លះវាច្រើនខ្ញុំមើលអត់អស់អាចជាបញ្ហាធ្វើឲ្យគ្នាយើងគិតថាសួរមិនឆ្លើយរឹកពីតែខ្ញុំអត់ចង់អញ្ចឹងណាព្រោះដោយសារតែយើងមកថ្មីរហូតអ្នកចាស់អត់អីទេគាត់យល់ហើយបើអ្នកថ្មីមកតែ10 20នាក់មួយថ្ងៃដាច់ខ្យល់ខ្ញុំបណ្ដោយណាអញ្ចឹងខ្ញុំសនំពរដល់នេះទៅមើលមេរៀនទៅឥឡូវឲ្យខ្ញុំជឿជាក់ថាក្នុងមេរៀននេះអ្នកគ្នាប្រកាសជាអាចយល់ស៊ីជម្រៅជាងមុនណាបូកជាមួយនឹងមេរៀនមុនមកយើងចូលចាប់ពីគេ daily buyer daily buyer B A I S ចេះណាថាអញ្ចឹងចុះ daily buyer ចាប់មុនគេណាចាប់ daily buyer ចាប់មកហើយសំណួរសួរថា daily buyer ហ្នឹងចាប់ទៅអី daily buyer ហ្នឹងគឺជាការចាប់ផ្សារឲ្យដឹងថាតើផ្សារធ្លាប់បានទៅកន្លែងណាហើយឥឡូវហ្នឹងវាពងទៅណាអញ្ចឹងណាចង់ដឹងអាហ្នឹងព្រោះអ្នកនរអាច trade បច្ចាផ្សារទេបើអ្នកថ្មីប្រហែលជាអត់ទាន់ដឹងទេអត់ទាន់បានចូលរៀនជាមួយគ្នាអ្នកនរអាច trade បច្ចាផ្សារទេបើបច្ចាផ្សារអ្នកនរ trade អត់ចេះផ្សារទេណាអញ្ចឹងហើយបានគេធ្វើការយើងរៀនចាប់ឲ្យអស់ array មកណាចូលដំបូងគេចាប់គេ daily buyer ចូល daily buyer មកណាចូល daily buyer មក daily buyer ចាប់វាមិនណាអញ្ចឹង daily buyer គេមានរបៀបចាប់ច្រើនខ្ញុំចូល daily time frame ណាគេមានរបៀបចាប់ច្រើនប៉ុន្តែនេះក្បួនរបស់ខ្ញុំហើយមិនប្រកាសថាក្បួនរបស់ខ្ញុំចាប់ទៅត្រូវទេណាហើយក៏មិនប្រកាសថាក្បួនរបស់អ្នកដទៃចាប់ទៅអត់ត្រូវដូចគ្នាណានិយាយទៅសំខាន់យើងអនុវត្តខ្លួនឯងណាយើងមានគ្រឹះយើងទៅសិក្សាខ្លួនឯងទៅបន្ថែមទៀតមកអញ្ចឹងអានេះខ្ញុំទុកអស់សិនណាខ្ញុំ clear ម្ដងទាំងអស់អត់កើតព្រោះបើ clear ទៅវាដាច់អក្សរខ្ញុំទុកទាំងអស់ចោលបណ្ដោយណា daily buyer យើងចាប់ពីគេណារបៀបចាប់របស់យើងចាប់3ចុង candle ណាអាចុងក្រោយគេមួយម្សិលមួយថ្ងៃម្សិលមួយថ្ងៃនេះអញ្ចឹងយើងចាប់មកគូ daily buyer ប្រហែលទៀតអ្នកនេះចេះចាប់ប្រហែល candle ចាប់ខ្លួនឯងទៅចាប់ប៉ុណ្្នឹងទៅណាសំខាន់ដល់យើងចាប់ទៅយល់យើងអាច trader ចំណេញតែប៉ុណ្្នឹងគឺចប់ហើយណានេះគេ pre high ណាhigh ដំបូងរបស់វាពីមុននៅត្រង់ណាតំបន់នេះ446ណាអញ្ចឹងតំបន់ low របស់វានៅតំបន់ណា low ជាងគេតែនេះឯងនៅក្នុង candle ហ្នឹងមួយគ្នាអញ្ចឹងនៅក្នុង candle ពីម្សិលមួយថ្ងៃហ្នឹងគឺវាបញ្ជាក់តំបន់ low តំបន់ high ណា previous high previous low pre low pre low នេះ pre low អញ្ចឹងយើងចាប់បានហើយនេះបើអ្នកនេះចាប់ពី candle ទៅមក candle យល់ខ្លួនឯងទៅណាមិនបាច់ចាំតាមខ្ញុំឬក៏តាមអ្នកណាទេឲ្យតែយើងយល់ខ្លួនឯងចាប់ទៅណាមិនមានខុសមានត្រូវសំខាន់ដល់ trade ចំណេញនិយាយតែប៉ុណ្្នឹងក៏ចប់រឿងស្រួលនិយាយគ្នាអញ្ចឹងមកឥឡូវយើងចាប់បានហើយ daily buyer នៅក្នុង daily buyer មាន array ចាប់អត់មានទេណា3ថ្ងៃនោះមាន array ចាប់ទេអញ្ចឹងយើង switch មក4ម៉ោងមកអញ្ចឹងខ្ញុំចាប់ daily buyer មួយនេះ daily buyer ត្រូវបានចាប់រួចណាចាប់រួចរាល់ daily buyer លើកវាកវែងមកលើកវាកវែងមកណាហើយមើលមេរៀននេះយកសភើមកកត់ផងមកកត់មកថាចាប់វាមិនស្អីកណ្ដាស់ក៏បានស្អីជាងក៏បានវាខ្ជូងប៊ិចស្អីស្អីសាច់ចិត្តណា daily buyer ត្រូវបានចាប់រួចរាល់ណាចាប់មួយហើយចូល PD array ណាចាប់ PD array មកតាមដល់យើងមកបើអ្នកនេះចង់ចាប់ប្រភេទ block មុនក៏បាន PD array មុនក៏បានដែរប៉ុន្តែការចាប់ត្រឹមត្រូវគេដេញពី daily buyer មក PD array ណាគេចាប់អញ្ចឹង
ចឹងខ្ញុំចូលចាប់ PD array ចឹង PD array មានគេថា liquidity ចឹងខ្ញុំចូលមក liquidity វានៅណាខ្លះណាចាប់មកហើយ liquidity នេះយើង sweep time frame ទៅ1ម៉ោងក៏បានទៅអីក៏បានតែចិត្តដើម្បីរក liquidity បានកាន់តែច្រើនចឹង liquidity អីគេគឺជារង្វាន់ដែលលុយចាស់អត់បានទៅយកហ្នឹងឯងគូ liquidity មក liquidity នៅលើនេះនេះ liquidity មែនអត់ណាមេរៀនចាស់ទៅមើលទៅណា liquidity នឹងអីគេណា LQ អក្សរកាត់ខ្ញុំអត់ប្រាប់មកនេះទេនាំវិញវីដេអូ liquidity 1 liquidity ចឹងឥឡូវវាពងទៅរក liquidity នេះណានៅក្នុង time frame 4ម៉ោងនៅណាទៀតមាន liquidity នៅក្រោមមាន liquidity ដូចគ្នាដែរណានេះ liquidity ឃើញអត់ liquidity អីគេទៀតនៅតា liquidity ទៀត liquidity មួយទៀតឃើញអត់វាអត់បានចុះមក clear ទេណានៅពេលដែលវាទៅលើវាសល់ liquidity ក្រោមនៅពេលដែលវាមកពីក្រោមវាសល់ liquidity លើធម្មតាសារតែប៉ុណ្្នឹងតា LQ liquidity នៅណាទៀតណានៅនេះក៏មាន liquidity ដែរ liquidity ចាស់របស់វាណា liquidity ចាស់របស់វា set liquidity ណាបើយើងមកមើលលើទៀត liquidity ក៏នៅច្រើនដូចគ្នាដែរឃើញទេ liquidity នៅច្រើនណាឃើញអត់ LQ មកឃើញទេអាហ្នឹងយើងចាប់ liquidity បានប៉ុណ្្នឹងហើយឃើញអត់ liquidity ទៅណាហើយប៉ុន្តែយើងត្រូវមើលថាមិន liquidity នៅក្រោមវាទៅមកយកក្រោមអត់ទេអត់អញ្ចឹងទេមើលទៅដៅផ្សារនិយាយហើយនិយាយទៀតមើលទៅដៅផ្សារណាមើលទៅដៅផ្សារចាប់เอา page block នេះទុកចោលមកឡើយ liquidity ចាប់បានមួយណាចឹង liquidity sweep ដឹង liquidity sweep វារបៀបមិនណា liquidity sweep នៅនេះ sweep ចុះណា sweep ឲ្យចុះ sweep ឲ្យឡើងណា liquidity sweep ចឹងតំបន់នេះសិតមាន sweep នេះ liquidity sweep sweep ឲ្យចុះណា sweep ឲ្យចុះណាឃើញអត់ sweep sweep ឲ្យឡើង sweep ឲ្យឡើងឃើញទេ liquidity sweep ចឹងក្នុងការ trade ក្នុង liquidity sweep អត់សូវបាន trade ប្រហែលទេប៉ុន្តែយើងអាចបញ្ជាក់បានដូចគ្នាដែរថាពេលវា sweep ឲ្យគឺវាចុះមកវិញណានេះដូចគ្នាដែរ clear high sweep high ឲ្យចុះមកវិញណាកុំថាយើងចាប់អត់ដឹងនេះ sweep កុំអត់ដឹងខ្ញុំចាប់ឲ្យមើលណាហើយគេលុយខ្ញុំម្ដងតែតំបន់ខ្លះយើងអត់មាន sweep ទេហើយក៏យើងអត់ត្រូវការវាដែរភាសាការ trade នៅក្នុង sweep អ្នកនរគ្នាចូលមើលមេរៀនទៅខ្ញុំអត់និយាយច្រើនក្នុងមេរៀននេះទេអានេះមេរៀនផ្សេងចាំមក liquidity sweep sweep high ចុះsweep high ចុះ sweep low ឡើងបានចប់អីគេ liquidity sweep អញ្ចឹងយើងមកមើលផ្សារយើងថាអូខេឥឡូវមានអីគេទៀតមិនប្រកាសអ្នកនរគ្នាត្រូវចាប់តាមលំដាប់លំដោយណាខ្ញុំនិយាយបញ្ជាក់ទៀតមិនមែនថាអ្នកនរគ្នាត្រូវចាប់តាមលំដាប់លំដោយទេណាហើយក៏មិនចាប់ច្រើនដល់កម្រិតនឹងដែរប្រាប់ឲ្យប្រាប់ទៀតណាអញ្ចឹងយើងមកក្នុង time frame 4ម៉ោងមានអីគេនេះមាន FVG មួយ4ម៉ោងមាន FVG 4ម៉ោងមួយឃើញអត់ FVG សុំទៅ FVG 4ម៉ោងសេមិនចេះទៅអត់យល់ខ្លួនឯងចឹងឃើញអត់ផ្សារចាក់ចូល FVG ឡងចូល FVG ឡងឡើងទៅលើវិញណាចឹងយើងមើលគេទៀតនេះមក4ម៉ោងមកអីគេនេះក្នុង4ម៉ោងមានអីគេ liquidity run មួយនេះ liquidity run ណាវា clear high ចាស់នេះបង្កើតទៀនមួយបង្កើត order block នេះ order block 4ម៉ោងណានេះ order block នេះឃើញអត់ទេយើងឲ្យកុំឲ្យកាត់កុំឲ្យញញច្រើនយើងមើលឲ្យហើយមក order block OB អីគេ OB ទៅមើលក្នុងមេរៀននោះមានដូចគ្នាណាអានេះ liquidity run ឃើញអត់វាបដិសេធតម្លៃ low ចាស់ឃើញអត់Q run ឃើញទេទៅមើលក្នុងមេរៀនឃើញណា liquidity run អីគេទៀតអានេះអីគេ mitigation ឃើញអត់សាំញ៉ាំអត់ mitigation mitigate ណា mitigate នៅណា mitigation នៅក្នុងតំបន់ block នេះខ្ញុំចាប់ block ឲ្យមើលបណ្ដោយណាឃើញទេ confirm មកដោយមេរៀនដំបូងមុននឹងនិយាយខ្ញុំនិយាយចឹងថាមិនមែនថាតើតើមើលអានឹងទាំងអស់បានឃើញអត់ទេឃើញណាចាប់ប៉ុណ្្នឹងហើយមកដើម្បី confirm ហើយអាណាភាគច្រើនគឺអានឹងឯងជាអ្នកឈ្នះមិនយើងចាំបានគេ sweep ហើយនឹង liquidity sweep liquidity run ណាហើយ liquidity run នៅសល់នេះអញ្ចឹងវាទៅរកណាអញ្ចឹងមាន run គឺជាវិជ្ជាអីគេដឹងហើយមែនទេ run គឺអ្នកវិជ្ជាលំហូរផ្សារណាដំបូងគេយើងនិយាយសួរស្រាប់ចឹងទៅហើយ mitigation អីគេបង្ហាញថាផ្សារគឺបដូរលំហូរមិនចឹងណាអានេះចាប់នៅក្នុង4ម៉ោង mitigation ណាប៉ុន្តែបើចាប់នៅក្នុង1ម៉ោងអត់ទេវាទៅជា market sweep ហើយចឹងយើងចាប់ក្នុង4ម៉ោងមក confirm ចឹងហើយយើងមានទៅ confirm ក្នុង1ម៉ោងទៀតណាចុះក្នុង1ម៉ោងមកលើអស់នៅ order block run AG អីគេទៀត mitigate នេះមាន order block មួយទៀតដែរណា4ម៉ោងដូចគ្នាដែរប៉ុន្តែអត់ចាំបាច់ស្មុគស្មាញដល់កម្រិតហ្នឹងទេណាយើងចូលមក1ម៉ោងមក sweep មក1ម៉ោងមកនេះចេះ sweep time frame មក sweep ចុះ mitigate តាមពិតឃើញមើលយើងមក1ម៉ោងស្អាតមកឃើញអត់ចាប់ក្នុង1ម៉ោងមក confirm ដូរមកអញ្ចឹងមកណានេះ run ស្ទុយនេះអីគេណា mitigation នៅតំបន់នេះវិញតម្លាក់វាមកនេះមកជាអ្នកបដូរលំហូរស្របជាមួយនឹងវាកើតឡើងនៅក្រៅពេល
liquidity ណាបង្កើតឡើងគឺ mitigation ហ្នឹងឯងអញ្ចឹងអានេះអីគេ market censorship ណាបុកដាច់ high ចាស់ឬក៏ low ចាស់តែមិន confirm 30% គឺដូរលំហមិនអញ្ចឹងណាអញ្ចឹងតំបន់នេះយើងឃើញមានអីគេនេះអញ្ចឹងយើងសួរផងថាចុះនេះមិនវាបុកម្ដងទៅនេះឡងមកវិញចាប់មកអីគេនោះនេះមាន IVG 1ម៉ោងមួយទប់អញ្ចឹងណា IVG 1ម៉ោងឃើញអត់ណាបុកឡងប៉ុន្តែផ្សារគឺវាដូរលំហបុកឡងគឺជាធម្មជាតិរបស់ផ្សារតែប៉ុណ្្នឹងតាហើយ breaker នៅខាងនេះអីឃើញអត់នេះ breaker ណាប៉ុន្តែវាអត់មានតម្លៃវាវែងឆ្ងាយពេកហើយមិនចាប់វាទេគុំស្មុគស្មាញអញ្ចឹងផ្សារនៅពេលដែលវាបង្កើត market censorship នេះហើយគឺដូរលំហវាឡើងទៅ clear អាចចុះមកយកវិញចុះមកយកនេះអាចដល់ mitigation ឬ FVG ឡងទៅវិញឃើញអត់ចុះ FVG បន្តិចឡងទៅវិញស្ទុយផ្សារតែប៉ុណ្្នឹងតាមានអីពិបាកមកអញ្ចឹងនៅពេល FVG បុកនេះផ្សារវាបង្កើតជាបង្កើត high ថ្មីហើយណាយើងចាំមកនេះចូលមេរៀនដែលខ្ញុំអ្នកផ្សេងអត់ទាន់ដឹង low នេះ low ណា high low អានេះមែនទេអានេះ high và low អានេះ high và high នេះ high và low នេះគេ high và high គេផ្សារវាបង្កើត structure ចឹងអត់ឥឡូវគូ trend line ទៀតមកចាប់អស់បណ្ដោយមក trend line ឃើញទៅអត់ឃើញអត់ trend ទេប៉ះឡើង3ចុង handle ឃើញទេអត់ trend ទៀតឃើញអត់ចឹងផ្សារទៅលើហើយមិនចឹងណាចាប់ផ្សារមកបើយើងដំបងអត់តន់យល់អត់តន់អត់ទេចាប់អស់មកស្អីចេះចាប់មកប៉ុន្តែគុំចាប់ញ៉ៃញ៉ៃរហូតដល់កន្លែងចូលផ្សារបានណាមក up trend ផ្សារបង្កើតនេះ market censorship នៅពេលដែលបំបី market censorship វាទៅបង្កើត high ថ្មីហើយនៅពេលបង្កើត high ថ្មីហើយវាទៅបង្កើត low ថ្មីមួយទៀតនេះ low ថ្មីហើយវាទៅបង្កើត high ថ្មីមួយទៀតណា high ថ្មីមកហើយវានឹងមកបង្កើត low ហើយបង្កើត high ថ្មីទៀតផ្សារតែប៉ុណ្្នឹងតាអញ្ចឹងផ្សារនេះវាកំពុងតែចង់ប្រោលំហទៅលើទៀតហើយណានៅពេលវាបុកដាច់អានេះទៅជាអីគេនេះបើសិនបុកដាច់បែបនេះអីគេមកគេសាកសិនៅពេលយើងយល់ពីលំហផ្សារអញ្ចឹងផ្សារវាទៅលើអូខេនៅពេលមានការសិទៅហើយអញ្ចឹងយើងមកមើលខាងនេះមកតើវាមាន array ឡើងយ៉ាងមួយដើម្បី confirm ផ្សារចូលអូខេ IVG នៅតំបន់នេះអូខេអានេះមាន order block នៅតំបន់នេះមួយមិនអញ្ចឹងណាអានេះ order block ចានេះវាទៅជា breaker មិនអញ្ចឹងចាប់ breaker ហ្នឹងមកជាតំបន់បញ្ជាក់ថាអូខេផ្សារវានឹងមានការរាំងសិននៅតំបន់ហ្នឹងនៅពេលវាបុកចូលណាហើយដែរបាទខ្ញុំចាំមកឆ្ងាយដោយសារវាស្ថិតនៅក្នុងលំហផ្សារស្របជាមួយគ្នាឃើញអត់អាហ្នឹងគឺយើងចាប់បែបនេះយើងត្រូវយល់ពីផ្សារណាហើយមានគេ breaker ឃើញអត់ចាប់ចូលមកទៀត block clear បានគេខ្លះ breaker mitigation liquidity run market censorship sweep គេ breaker នេះមាន order block មួយនៅតំបន់នេះឃើញអត់ណាអញ្ចឹងផ្សារនៅពេលដែលវាបង្កើត up trend អញ្ចឹងវាអាចចូលមកដល់ order block ចាស់របស់វាទេវានឹងចាក់ចូលក្នុងតំបន់ណាមួយនេះអាច breaker ក្នុងតំបន់នេះបើសិនវាបើកមក load ដល់តំបន់នេះវានឹងចាក់ចូលក្នុង breaker នេះហើយវា long ទៅវិញទៀតណានេះ order block អញ្ចឹង market censorship ហើយអញ្ចឹងអានេះក៏បើសិនជាវាបុកដាច់បែបនេះវាទៅជា order block វិញដែរឃើញអត់ទាំង market censorship នៅតំបន់ហ្នឹងនេះឃើញអត់នេះយើងចាប់ breaker បាននេះគ្នាដែរអញ្ចឹងយើង confirm មកផ្សារនៅពេលណាដែលវាបុកដាច់មកតំបន់ហ្នឹងនេះ breaker វានឹង clear មកដល់តំបន់នេះណានេះវានឹងឡើងមកតំបន់នេះទៅនេះវាមាន FVG 4ម៉ោង1ឬក៏1ម៉ោងខ្ញុំអត់ចាំចឹងវានឹងឡើងមកបង្កើត high ថ្មីនៅតំបន់នេះវានេះ step នៅតំបន់នេះបន្តិចណាហើយតែវាស៊ីវាបានបង្កើត high ថ្មីបាត់ហើយណាវាបំបី high ចាស់វាបង្កើត high ថ្មីនៅតំបន់នេះទៅមកវា clear នៅជាមួយអានេះហើយវាបុកពាំងមកនេះណាវាអាចចាក់ដល់ liquidity នេះហើយវានឹងឡងត្រឡប់មកវិញវាមកយក breaker នេះណាវានឹងមកយក breaker ហ្នឹងហើយតមកទៀតវានឹងចុះហើយឡើងទៅលើទៀតប៉ុណ្ណឹងផ្សារ confirm ផ្សារបានហើយមានអីទៀតអញ្ចឹងយើងអាច entry បានតំបន់ណានេះតំបន់ឡើងដែលល្អផងគឺ breaker ហ្នឹងឯងតំបន់ breaker ហ្នឹងឯងណាអញ្ចឹងយើងមកមើល30នាទីមកឡើងហ្នឹង breaker ហ្នឹងមានអីគេអត់មាន order block មួយខាងក្រោមហ្នឹងណាឃើញទេនេះ market censorship ហ្នឹងតែនេះមាន order block អញ្ចឹងវាកាត់ជា breaker ណាជា breaker យើង sit មក30នាទីនៅតំបន់ហ្នឹងមានមកដល់ក្រោមមាន order block មួយឃើញអត់អញ្ចឹងយើងអាច entry មកហ្នឹងទេនេះជាតំបន់ដែលរឹងជាងគេគឺ breaker ហ្នឹងឯងយើង switch មកទៀតមកថាមានអីពាំងទៀតនៅក្បែរហ្នឹងមាន order block 15នាទីឃើញអត់នៅខាងក្រោម breaker អញ្ចឹងគឺជាតំបន់ដែលយើង sweep confirm ថាដាក់ SL តាណា entry តាណាណាមាន order block នៅតំបន់នេះមួយអានេះខ្ញុំឲ្យបងប្អូនចេះមើលចឹងមកនេះ entry ក្នុងតំបន់ហ្នឹងមកបើសិនជាវាឡើងទៅណាឥឡូវនេះវាអត់បានបង្កើត new high ទេអត់ confirm បានទេណាបើវាសិនជាបង្កើតឲ្យបង្កើតក្នុងកំណងខ្លីដែរអញ្ចឹងអានេះបងប្អូននេះពិចារណាខ្លួនឯងណាមាន breaker មួយយើង entry នៅតំបន់ហ្នឹងមកនេះ order block 15នាទីនេះ order block 15នាទីណា entry នៅតំបន់ហ្នឹងមកពេលកណ្ដាល50%នៃ order block មកមិនមែនមើល7986 7លេខណា
យោប្រហែល2លើ5 liquidity នៅលើមានណាឲ្យវាឡើងមក clear liquidity មក entry ប៉ុណ្្នឹងឯងសុវត្ថិភាពមកអញ្ចឹងដើម្បីឲ្យដឹងថា SL មិនបានដាក់ទៅនឹងហើយ confirm វាមិន SL គឺយើងដាក់កន្លែងណាដែលសុវត្ថិភាពចុងក្រោយឬក៏សុវត្ថិភាពជាងគេបំផុតបើសិនបុកដាច់អានឹងហើយយើងត្រូវស្ម័គ្រចិត្តព្រមកាត់វាខាតព្រោះវាអស់អីទប់ណាអញ្ចឹងអាអស់ហ្នឹងនៅក្នុងមេរៀននេះនៅក្នុងទាំងអស់ណាអីគេ IVG before implement order block អីគេ opening gap អីគេ breaker rejection block mitigation អី multi circuit shift គឺនៅក្នុងទាំងអស់តែមិនអញ្ចឹងនេះឥឡូវយើងមកមើលគេក្នុងនេះក៏មាន rejection block ដែរណាចេះ rejection block ទៅមើលមេរៀនទៅគឺជាការ reject ឬក៏បន្ថយកម្លាំងនៃការចាក់ចូលនៃកម្លាំងទៀនណាឃើញអត់នេះ rejection ឃើញកម្លាំងថយរហូតដល់ចាក់ចូលឡងទៅលើចាក់ចូលឡើងទៅលើឃើញកម្លាំងទៀនគឺអត់បានណាអត់បានបុកជ្រៅមកទេគឺវាថយទៅរហូតឃើញកម្លាំងទៀនគឺថយរហូតខើជើងរហូតអាហ្នឹងហើយយើងឃើញថាតំបន់នៃ rejection ដែលយើងអាច confirm ថាផ្សារហ្នឹងគឺវាអត់មានកម្លាំងបោះចុះទេវាបុកឡើងទៀតណាឥឡូវផ្សារនេះយើងមើល15នាទីបង្កើន market ship មួយបាត់ហើយនេះឃើញទេស្រួលកុំបកាស្មុគស្មាញពេកដល់អ្នកនេះយើងចាប់អញ្ចឹងមកណាអញ្ចឹងស្រួលមក time frame 1ម៉ោងវិញមក trade នឹង1ម៉ោង breaker នេះ entry មកមាន IVG មួយរងកប៉ែណា order block breaker នៅតំបន់នេះវាចាក់ចូលមកនេះ 50% មកឬក៏ 70% មកឲ្យគេ7 លេខទៅបើដាច់អានេះហើយតំបន់នេះមានអីទប់ទេវាឡងមកក្រោមទៀតហើយអញ្ចឹងណាចាហ្នឹងគឺជាការ confirm ទីផ្សាររបស់គ្នាអញ្ចឹងពីខ្ញុំទៅខ្ញុំគិតថាមានអីស្មុគស្មាញទេបញ្ជាក់ឡើងវិញណាចាប់ daily buyer ហើយមិនប្រកាសថា array ទាំងអស់ហ្នឹងតើចាប់ទាំងអស់ហើយឬក៏ block ហ្នឹងគឺចាប់ទាំងអស់បានយើង entry បានទេអត់អញ្ចឹងទេមានអាណាចាប់ហ្នឹងមកហើយអាណាដែលខ្លាំងអាណាដែលធំអាណាដែលច្រើនអាណាសម្លេងច្រើនគឺហ្នឹងទៅណាគឺដើរផ្សារទៅណា trade ទៅហ្នឹងរកឱកាសផ្សារទៅលើរកឱកាសទិញផ្សារមកក្រោមរកឱកាសលក់ផ្សារវាតែប៉ុណ្្នឹងទេអញ្ចឹងពីខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំគិតថាបងប្អូនគ្នាអាចយល់ណាហើយអាចដឹងថាអូខេយើងអាច confirm យ៉ាងណា TP SL តំបន់ណាអីយ៉ាងម៉េចណាអញ្ចឹងខ្ញុំមក TP វិញហើយបានខ្ញុំដល់តំណឹងបងប្អូនក៏លេខមើល TP ដូចគ្នាដែរសារ៉ាអ្នកថ្មីណាបើអ្នកចាស់អ្នករៀនស្ទាត់ហើយអូខេដែរទេ TP ជាទូទៅនៅពេលដែលវាឡើងឬក៏វាចុះវាយើងលេខមកខាងឆ្វេងដៃមកមានអីគេពាំងអត់ណាមានអត់ហេតុអីបានយើងយកដល់នេះមិនខ្ញុំយកខ្ពស់មកយ៉ាយកខ្ពស់ដល់ស្អែកខ្ញុំក៏លេខមកខាងឆ្វេងអត់មានអីពាំងទេមាន order block ពាំងមួយណាអូខេវាជាឧបសគ្គអត់តម្លៃទេវានឹងរាំងស្ទះនៅតំបន់ហ្នឹង order block បើសិនវាបុកដាច់យ៉ាងហ្នឹងវាខ្លាចជា breaker អញ្ចឹងយើងត្រូវមើលទៀតថាតំបន់ហ្នឹងវាបុកដាច់អត់បើវាបុកដាច់មានអីស្ទះទៀតអត់មានទេ IVG អត់មានទេឃើញអត់អីក៏មានសល់ order block នៅទីនេះមួយទៀតអញ្ចឹងវាឡើងមកបុកនៅរាំងស្ទះតែប៉ុណ្្នឹងផ្សារនៅពេលណាដែលវាដូរលំហូរវាបុកទៅកន្លែង order block ចាស់របស់វាតែងតែមានការរាំងស្ទះតែប៉ុណ្្នឹងទេណាអញ្ចឹងបើសិនវាបុកអត់បែកអ្នកនរ clear ទៅកាត់ចំណេញនៅតំបន់ហ្នឹងទៅមានអីទៀតឬក៏វាមាន breaker នៅខាងហ្នឹងកាត់ចំណេញចំណេញទៅអត់ថាឥឡូវឧទាហរណ៍ជាវាបុកដាច់ order block នេះវាឡើងមកអញ្ចឹងហើយបើវាបុកដាច់ order block ឧទាហរណ៍ order block ទៅជាគេ breaker បើវាបុកដាច់ order block ហ្នឹងអ្នកនរមិនបានត្រូវកាត់ខាតនៅតំបន់ហ្នឹងកាត់ចំណេញនៅតំបន់ហ្នឹងអត់អាចកាត់នៅតំណឹងទេព្រោះវាបុកដាច់បាត់ហើយតែបុកដាច់វាអត់ថយទេណាវាទៅលើទៀតហើយអញ្ចឹងយើង secure ថាយើងអាចទិញនៅក្នុងតំបន់ហ្នឹង hold ចំណេញនៅតំបន់ហ្នឹងដល់ breaker នេះដល់ order block ទី2ហ្នឹងតំបន់ TP ទី2បើបុកអត់ដាច់ទេកាត់ចំណេញចំណេញបើសិនវាបុកដាច់វាដល់លើវា clear liquidity នៅលើមកដល់លើហ្នឹងហ្មងណាអាហ្នឹងក្នុងការមើលគឺអញ្ចឹងអ្នកនរនេះតែចេះហ្នឹងអស់មិនដឹងថាតាណា TP តាណា SL ណាខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀតអញ្ចឹងខ្ញុំអត់គិតថាអ្នកនរមើលអាហ្នឹងហើយអត់យល់ទេណាហើយត្រូវចាប់មេរៀនឲ្យច្រើនណាចាប់ឲ្យយល់ទៅចាប់បរិយាឲ្យច្រើនក្នុងការ confirm ផ្សារណាហើយស្រាប់ពីខ្ញុំមានតែប៉ុណ្្នឹងទេមេរៀនហ្នឹងរៀងយូរដែររៀងវែងជាងគេ18នាទី19នាទីណាខំប្រឹងមើលទាំងអស់គ្នាឲ្យយល់ណាអរគុណច្រើនអ្នកនរ